នៅក្នុងកម្មវិធីសុខភាពនិងអនាម័យសប្តាហ៍នេះនាងខ្ញុំសូមជម្រាបជូនអស់លោកអ្នកនាងអំពីជំងឺរលាកសន្លាក់ដែលភាសាបារាំងហៅថា arthrite ខុសពីគំនិតរបស់មនុស្សភាគច្រើនដែលតែងយល់ថាជំងឺរលាកសន្លាក់នេះមានការតិចតួចនៅក្នុងប្រទេសក្តៅឬនៅប្រទេសកម្ពុជាតាមការពិតដោយសារតែកត្តាសង្គមភាពជឿនលឿននិងការប្តូរផ្លាស់របៀបរបបរស់នៅនិងការហូបចុកកម្ពុជាបានស្គាល់ជំងឺរលាកសន្លាក់នេះកាន់តែច្រើនឡើងដូចជាករណីកើតជំងឺទឹកនោមផ្អែមជំងឺធាត់ជ្រុលឬក៏ជំងឺខ្លាញ់ក្នុងឈាមដែរជំងឺនេះកើតឡើងចំពោះតែស្ត្រីពិបាកធ្វើការព្យាបាលពេលខ្លះព្យាបាលត្រូវប្រើរយៈពេលអស់មួយជីវិតផងនិងបង្កឲ្យមានការឈឺចុកចាប់យ៉ាងខ្លាំងទៅតាមប្រភេទផ្សេងៗនៃការរលាកនេះឱកាសនេះនាងខ្ញុំបានជួបសម្ភាសជាមួយនឹងលោកវិជ្ជបណ្ឌិតលីជីតាគ្រូពេទ្យឯកទេសជំងឺទូទៅនៅមន្ទីរពេទ្យមិត្តភាពកម្ពុជាសូវៀតនិងធ្លាប់បានមកទទួលការសិក្សាយកឯកទេសបន្ថែមផ្នែកជំងឺសន្លាក់នេះសូមអញ្ជើញស្ដាប់ពីថាលៀកសន្លាក់ហ្នឹងមានថាសន្លាក់យើងនិយាយសម័យគឺសន្លាក់យើងអាលៀកហើយយើងចែកជាគូធំ3ចាស់ទី1គឺអាលៀកសន្លាក់ដោយarthrite inflammatoire ទី1ទី2និយាយពី arthrite microcrystalline ទី3និយាយពី arthrite septic ជំងឺរលាកសន្លាក់នេះវាច្រើនតែកើតឡើងចំពោះមនុស្សស្រីឬក៏ចំពោះមនុស្សប្រុសច្រើនជាងឬក៏ទាំងពីរនាក់តែម្ដងបាទតើតងជាមួយនឹង arthrite microcrystalline ហ្នឹងយើងនិយាយពីគូវិញគឺថាគឺច្រើនកើតលើមនុស្សប្រុសបាទគឺច្រើនកើតលើមនុស្សប្រុសមនុស្សស្រីកើតតែជាងទេបាទប៉ុន្តែបើសិនជាតើតង arthrite inflammatoire ហើយក្នុងនោះមានច្រើនទៀតបើយើងនិយាយពី arthrite inflammatoire ដូចជា polyarthrite rheumatoid ហ្នឹងគឺច្រើនកើតលើមនុស្សស្រីឯ spondylarthrite ankylosing ក៏ជា arthrite inflammatoire ដែរគឺច្រើនតែកើតលើមនុស្សប្រុសបាទហើយតើតង arthrite septic ហ្នឹងហើយដូចក្រុមទី3ហ្នឹងគឺថាកើតมันខុសគ្នាទេវ័យអាចវ័យពីក្មេងរហូតដល់មនុស្សចាស់គឺទាំងប្រុសទាំងស្រីដែលតងបញ្ហា arthrite septic ហ្នឹងមាន arthrite ដោយសារមេរោគធម្មតាមេរោគរបេងអីចឹងណាបាទចាថាតើក្នុងចំណោមប្រភេទផ្សេងនៃការរលាកសន្លាក់ហ្នឹងគឺវាមកពីបង្កឡើងដោយមូលហេតុខុសគ្នាឬក៏មូលហេតុវាតែមួយទេឬក៏យ៉ាងម៉េចបាទអាចបង្កពីមូលហេតុផ្សេងគ្នាដូចជា arthrite microcrystalline ហ្នឹងដែលយើងនិយាយឧទាហរណ៍ថា good ហ្នឹងគឺបណ្ដាលមកពីណា metabolic acid uric metabolic acid uric ហ្នឹងគឺជាការយើងញ៉ាំសាច់ញ៉ាំអីទៅញ៉ាំយ៉ាញ៉ាំស្រាទៅហ្នឹងវាបង្កឲ្យមាន acid uric ហ្នឹងកើតឡើងអញ្ចឹងធ្វើ acid uric ហ្នឹងគឺចាក់ចូលទៅក្នុងសន្លាក់ធ្វើយើងអាលៀកបាទក្រៅពីតាក់ទងជាមួយនឹងតាក់ទងរបបហូបចុកហ្នឹងគឺសំខាន់មួយទៀតគឺសំខាន់ជាងគេហ្នឹងគឺថាអ្នកជំងឺនេះមានជំងឺ genetic បាទថាគាត់មានតំណពូជពងពីឪពុកម្ដាយគាត់មកជាដូនជីតាមករបស់គាត់មកប្រៀបដូចជាជំងឺទឹកនោមផ្អែមយ៉ាងដែរបាទចាឯនិយាយពីបាទពួក arthrite inflammatoire ហ្នឹងដែលជា arthrite inflammatoire ហ្នឹងគឺគ្មាន etiology ណាគេហៅឃើញទេគេសង្ស័យថាបណ្ដាលមកពី infection បណ្ដាលមកពី environment ស្អីណាហ្នឹងគឺគេហៅមកឃើញគ្រាន់តែជា hypothèse ទេបាទឯ arthrite ក្រុមទី3ហ្នឹង arthrite septic គឺបណ្ដាលមកពីមេរោគដូចខ្ញុំបានជម្រាបពីខាងដើមហ្នឹងអាចមានរោគធម្មតាដូចជា staphylococcus streptococcus បុនកោកឬក៏អាទិបណ្ដាលមកពីtuberculosisណាជំងឺរបេងកាបណ្ដាលពីtuberculosisបាទរបេងបាទជំនៅពេលដែលយើងមានជំងឺសន្លាក់នេះមានអ្វីប្រាប់យើងជាមុនរោគសញ្ញាអ្វីឬក៏ការមានអ្វីអាចសម្គាល់បានទេបាទសំខាន់គឺថាសន្លាក់របស់យើងចាប់ផ្ដើមឈឺហើមបាទឈឺហើមពិបាកធ្វើចលនាពិបាកលាពិបាកបត់បាទអាចធ្វើមានជាសញ្ញាក្តៅខ្លួនណាអាចធ្វើមានជាសញ្ញាហឺហត់អស់កម្លាំងតែសំខាន់បំផុតគឺការឈឺចលនាឯងការឈឺការហើមចលនាឯងនាងខ្ញុំបានឮគេនិយាយថាអ្នកដែលមានជំងឺរលាកសន្លាក់ដៃសន្លាក់ជើងហ្នឹងនៅពេលដែលការឈឺចុកចាប់ផ្ទុះឡើងហ្នឹងគឺឈឺខ្លាំងណាស់ថាតើមែនទេចាបាទជាពិសេសអាជំងឺ good ហ្នឹងឯងបាទអាជំងឺ good ហ្នឹងជាឧទាហរណ៍គាត់តែជំងឺផ្សេងទៀតការឈឺចាប់អាចសឹមបាទការឈឺចាប់គឺច្រើនសឹមហើយអា good ហ្នឹងគឺថាចាប់ផ្ដើមពីច្រើនគឺថាពីច្រើនគឺច្រើនចាប់ផ្ដើមផ្ទុះឡើងលឿនតែម្ដងមិនសូវឈឺយឺតទេគេថាចាប់ផ្ដើមឧទាហរណ៍ថាគាត់ឈឺយប់ហ្នឹងពាក់កណ្ដាលធាតុហ្នឹងគឺថាចាប់ផ្ដើមកន្លះម៉ោង1ម៉ោងគឺគាត់ឈឺចុកចាប់តែម្ដងណាតែកន្លះម៉ោងឬ1ម៉ោងគឺថាការឈឺចុកចាប់ហ្នឹងគឺដល់ពេញបន្ទុកតែម្ដងបាទនៅក្នុងករណីដែលគាត់ឈឺ good ហ្នឹងមានករណីហើមជាមួយដែរឬទេចាបាទនៅពេលដែលគាត់ចាប់ផ្ដើមឈឺចុកចាប់ហ្នឹងគឺថាសន្លាក់ដែលគាត់ឈឺហ្នឹងគឺចាប់ផ្ដើមហើមតឹងណាសគាគឺថាទ្រាំមិនបានតែម្ដងបាទគឺកាន់តែខ្លាំងហើមកាន់តែហើមលឿនបាទចាតែសន្លាក់កន្លែងណាដែលងាយទទួលរងគ្រោះនិងងាយគឺទទួលការឈឺចុកចាប់ខ្លាំងជាងគេឬក៏គ្រប់សន្លាក់ទាំងអស់តែម្ដងបាទជាទូទៅគ្រប់សន្លាក់ទាំងអស់ប៉ុន្តែបើថានិយាយពីជំងឺ good វិញជាពិសេស
ស្លាកដែលធំដូចជាជង្គង់ណាជង្គង់កជើងស្លាកមេជើងអីណាបាទពីកន្លែងដែលវាឧស្សាហ៍ឈឺហើយលោកវេបចាំនិតមានប្រសាសន៍ថាកាលណាជំងឺ gút យើងអាចឈឺនៅតាមដៃតាមជើងក្បាលជង្គង់ឬក៏ដៃកជើងក៏ប៉ុន្តែបើសិនជារលាកនៅកន្លែងផ្សេងទៀតគឺវាអាចមាននៅគ្រប់សន្លាក់កន្លែងផ្សេងទៀតមិនថាអញ្ចឹងទេចាថាតើមានកន្លែងណាខ្លះទៀតទៅវាមិនសូវញឹកញាប់ទេប៉ុន្តែសន្លាក់ដែលគេគួរចាប់អារម្មណ៍ហ្នឹងគឺនៅសន្លាក់មេជើងហើយបន្តទៀតអាចនៅនឹងជង្គង់ឬក៏ជើងប៉ុន្តែអាចមានដែរគឺថានៅពេលដែលសន្លាក់នៅពេលដែលជា good ហ្នឹងវាបត់យូរទៅអាចមាននៅតបលើសន្លាក់ផ្សេងទៀតដែរដូចជាសន្លាក់កដៃសន្លាក់កែងដៃស្មាបាទនៅសន្លាក់ដៃនៅភ្លឺជាដើមបាទចាបើសិនជាយើងមិននិយាយអំពីជំងឺរលាកសន្លាក់ដែលថាភាសាបារាំងហៅថា good នោះគឺយើងនិយាយពីការរលាកធម្មតារលាកដោយមេរោគដោយជំងឺនោះបើសិនជាគ្មានការព្យាបាលទេថាតើអាចទទួលការរងគ្រោះធ្ងន់ធ្ងរទៅថ្ងៃក្រោយដែរឬយ៉ាងណាដែរចាបាទបើសិនជាក្នុងចំណោមជំងឺសន្លាក់តាមប្រមាណហ្នឹងជាពិសេសជំងឺសន្លាក់បណ្ដាលពីមេរោគនោះបើសិនជាយើងមិនព្យាបាលទេគឺថាទី1គឺថាជាពិសេសទៅលើមេរោគធម្មតាហ្នឹងដែលមានពួករោគដូចជាក្រុម Staphylococcus aureus ហ្នឹងបើយើងមិនព្យាបាលទេគឺថាសំខាន់បំផុតគឺថាអាចឲ្យយើងមានសតិជំនាញគឺថាមេរោគយើងគឺថាឆ្លងពីសន្លាក់មកចូលទៅក្នុងចរន្តឈាមអាចធ្វើយើងមានការដូចជាសុខគឺថាសុខសតិអាចធ្វើយើងស្លាប់បានយ៉ាងងាយបាទហើយបើសិនជាមិនមានបញ្ហាហ្នឹងទេគឺថាការវិវត្តនៃសន្លាក់បណ្ដាលមកពីមេរោគធ្វើឲ្យសន្លាក់របស់យើងខូចខាតទ្រុឌទ្រោមគឺថាអាគឺសតិហ្នឹងគឺថាវាសន្លាក់ដោយមេរោគហ្នឹងគឺបំផ្លាញសន្លាក់របស់យើងបំផ្លាញឆ្អឹងរបស់យើងធ្វើយើងខូចខាតបោះចាំលបែងឆ្អឹងខ្នងបងធ្វើយើងណាធ្វើឆ្អឹងខ្នងរបស់យើងនេះគឺថាខូចអរិយកែខូចពីហ្នឹងធ្វើឲ្យយើងរហូតដល់ទៅមានរ៉ៃណែពិការមួយចំនួនខាងក្រោមពិការជើងនៅសងខាងអញ្ចឹងណាបាទជារឿងធ្ងន់ធ្ងរណាដែលយើងអាចប៉ះពាល់ទៅលើសមត្ថភាពពលកម្មការធ្វើដំណើរការប្រកបរបររកស៊ីទទួលទានឬក៏ជីវិតប្រចាំថ្ងៃរបស់យើងជារឿងមួយសំខាន់ធំណាស់បាទឥឡូវនាងខ្ញុំសូមសួរបញ្ច្រាស់ត្រឡប់មកវិញបើសិនជាជំងឺរលាកឆ្អឹងសន្លាក់ដៃសន្លាក់ជើងដែលយើងនិយាយជាទូទៅតែម្ដងវាមិនបង្កមកពីមេរោគទេគឺជាបង្កមកដោយមូលហេតុផ្សេងទៀតថាតើការព្យាបាលអាចពិបាកឬក៏យើងអាចព្យាបាលជាបានដែរបើសិនបើយើងមានការដឹងមុននឹងចេះព្យាបាលត្រឹមត្រូវចាបើនិយាយពីសន្លាក់ដែលបណ្ដាលមកពីមេរោគគឺថាយើងអាចព្យាបាលបានព្រោះយើងរកមូលហេតុយើងប្រើពួកថ្នាំសម្រាប់មេរោគទៅគឺថាពួកអង់ទីប៊ីតិកទៅគឺថាមិនបានជោគជ័យទេចាតែការព្យាបាលរបស់យើងឲ្យទាន់ពេលវេលាទៅនៅបានលទ្ធផលរបស់យើងព្យាបាលយឺតយ៉ាវលទ្ធផលក៏វាមិនបានលទ្ធផលល្អហើយផលវិបាកក៏មានច្រើនបាទហើយតើតងសន្លាក់ដែលមានការលំបាកហ្នឹងគឺសន្លាក់ដែលបណ្ដាលមកពីគឺថាពួកអាទ្រីតអាហ្វ្លាម៉ាត័រដែលរមមូលហេតុនៅឃើញដូចជាប៉ូលីអាធីនរុយម៉ាតូអ៊ីតដូចជាស្ពង់ឌីឡាទ្រីតអង់គីឡូសង់ដូចជាពួករ៉ៃរូម៉ាទីកសូរីយ៉ាវីនេះគឺថាពួកនេះគឺថាយើងមិនអាចព្យាបាលជាទេគឺត្រូវព្យាបាលរហូតមកជីវិតហ្នឹងដែលមានការលំបាកណាស់តែជំងឺនេះគេថាធ្វើយើងមានជួបបញ្ហាច្រើនបាទមួយជីវិតរបស់គាត់ហ្នឹងមានបញ្ហាច្រើនមានការលំបាកច្រើនគឺព្យាបាលមួយជីវិតតែម្ដងមិនជាទេតាមមិនជាដាច់ទេមិនជាដាច់ទេគ្រាន់តែអាចព្យាបាលដោយទទួលថ្នាំបំបត្តិការឈឺចាប់តែប៉ុណ្ណោះមិនមែនទេបាទគេមិនមែនត្រឹមតែព្យាបាលបំបត្តិការឈឺចាប់គេព្យាបាលគឺថាជាគ្រឹះរបស់វាជាគ្រឹះរបស់វានៅពេលដែលការព្យាបាលជាគ្រឹះហ្នឹងបានលទ្ធផលហើយការប្រើថ្នាំសម្រាប់ដើម្បីបំបត្តិការឈឺចាប់ហ្នឹងមិនចាំបាច់ទេបាទគេនឹងត្រូវការហើយគឺបានន័យថាគ្រាន់តែគេត្រូវការពេលវេលាចាប់ពីណាជាទូទៅគឺថាចាប់ពី3ខែទៅ6ខែហ្នឹងការថ្នាំបំបត្តិការឈឺចាប់ហ្នឹងអាចបន្ថយឬបញ្ឈប់គេបន្តអាការព្យាបាលថ្នាំដែលជាគ្រឹះរបស់វាណាបាទចាគឺឆ្ងាយគេថាមួយជីវិតតែម្ដងបាទចាដោយសារថាការព្យាបាលជំងឺរលាកសន្លាក់នេះមានការលំបាកជាពិសេសគឺយើងត្រូវការព្យាបាលរយៈពេលយូរឬក៏អស់មួយជីវិតផងដូច្នេះក៏ប៉ុន្តែអស់មួយជីវិតចាប៉ុន្តែនាងខ្ញុំសង្ឃឹមថាប្រសិនបើយើងមានអនាម័យល្អនៅក្នុងជីវិតនោះយើងប្រហែលជាអាចការពារបានអាចជាពួកអាហ្វ្លាម៉ាត័រហ្នឹងគឺថាតើតងបញ្ហាអ៊ីហ្សែនអនាម័យហ្នឹងមិនបាននិយាយថានឹងអាចកាត់បន្ថយឬយ៉ាងម៉េចទេប៉ុន្តែបើសិនជាតកតងបញ្ហាផ្សេងទៀតដូចជាអាទ្រីតសេពតិកបើសិនជាយើងមានអនាម័យយើងមានប្រយ័ត្នប្រយែងយើងស្គាល់អំពីមូលហេតុដែលធ្វើឲ្យមេរោគចូលទៅក្នុងសន្លាក់យើងអាចការពារបានអាទ្រីតដោយសារពួកមីក្រូគ្រីស្តាលីនដែលយើងនិយាយថា good ហ្នឹងបើសិនជាយើងយល់ដឹងអំពីការហូបចុកអំពីរបបអាហារអំពីកត្តាណាដែលជំរុញឲ្យមានជា good ហ្នឹងប្រៀបដូចជាជំងឺទំនោរផ្អែមយើងបើយើងយល់ដឹងអំពីទំនោរផ្អែមយើងយល់ដឹងអំពីការហូបចុកយើងយល់ដឹងអំពីកត្តាគ្រោះថ្នាក់នេះគឺថាអាចកាត់បន្ថយបានចា៎វាមានហេតុផលថាអាចកាត់បន្ថយបានបាទចាអរគុណលោកវិជ្ជបណ្ឌិតដែលបានជម្រាបជូនអស់លោកអ្នកនាងអំពីជំងឺរលាកសន្លាក់សូមបញ្ជាក់ថាលោកវិជ្ជបណ្ឌិតឌីជីតាគឺជាគ្រូពេទ្យឯកទេសជំងឺទូទៅនៅឯមន្ទីរពេទ្យមិត្តភាពកម្ពុជាសូវៀត